Ba sumគ្រប់ជ្រាបសួរពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំមានត្រីក្រហមអប់ទឹកស៊ីអ៊ីវបងប្អូនហ្នឹងហើយបងប្អូនត្រីខ្ញុំនេះខ្ញុំធ្វើស្អាតហើយណាបងប្អូននេះនៅតែអង្គន់នេះបងប្អូនខ្ញុំយកទៅអង្គន់ម្ដងទៀតហើយបន្ទាប់មកទៀតខ្ញុំនឹងដាក់អង្គុយហ្នឹងហើយក៏មានគ្រឿងនេះគ្រឿងសម្រាប់អប់ត្រីចំហុយអប់ត្រីយើងបងប្អូនត្រីក្រហមយើងមានស្ករមានអំបិលមានទឹកស៊ីអ៊ីវមានប៊ីចេងហើយមានខ្ញីមានម្ទេសហឹរហើយដើមខ្ទឹមហើយគ្រឿងមួយទៀតគឺគ្រឿងកាត់ចំអាបរបស់ត្រីបងប្អូនមានលក្ខក្រូចសើចគល់ស្លឹកគ្រៃហើយនឹងខ្ទឹមសយើងបងប្អូនតែគាត់ថាខ្ញុំហាន់ជាម្ទះបាទបងប្អូនឥឡូវនេះគឺខ្ញុំយកត្រីមកអង្គន់វាឲ្យឆាប់ឆ្អិនល្អបងប្អូនឲ្យឆាប់ឆ្អិនល្អហើយពេលយើងប្រឡាក់អប់ទឹកស៊ីអ៊ីវទៅវាចូលជាតិគ្នាបានល្អបងប្អូនតែគាត់ថាបងប្អូនខ្លះគាត់អាចអង្គន់របៀបផ្សេងអញ្ចឹងណាបងប្អូនតែខ្ញុំអង្គន់របៀបហ្នឹងបងប្អូនហ្នឹងហើយបងប្អូនអង្គន់កាន់តែជ្រៅកាន់តែល្អបងប្អូនតែមកទៀតទឹកស៊ីអ៊ីវយើងយកមកលាយគ្រឿងឲ្យស្រេចហើយមិនប៊ីចេងតាមចំណង់ចំណូលចិត្តបងប្អូនចូលចិត្តអែមក៏បានប្រៃក៏បានតាមចំណង់ចំណូលចិត្តបងប្អូនមានស្ករសនិងអំបិលហើយបន្ទាប់ទៀតខ្ញុំលាយវាឲ្យសព្វចូលគ្នាបងប្អូនឲ្យលាយគ្រឿងអង្បងប្អូនរួចហើយខ្ញុំទុកមួយឡែកខ្ញុំយកត្រីមកប្រឡាក់ជាមួយគ្រឿងយើងមិញបងប្អូនជាដំបូងតែយើងដាក់ទ្រាប់ខ្ទឹមយើងហាន់ហ្នឹងបងប្អូនខ្ទឹមសដែលយើងហាន់ហើយហ្នឹងហាន់ម្ទេសហ្នឹងយើងទ្រាប់វាពីក្រោមត្រីមកកុំឲ្យវាយើងអប់ទៅវាខ្លោចបងប្អូនហើយជាមួយទៀតបងប្អូនការអប់ត្រីជាមួយទឹកស៊ីអ៊ីវហ្នឹងគឺយើងអត់ប្រើសឹងទេយើងអត់ប្រើឆ្នាំងសឹងឬមួយក៏អត់ប្រើចានថ្មទេបងប្អូនយើងប្រើចានអ៊ីណុកឬមួយក៏ចានដែកយើងធម្មតាបងប្អូនដូចឃើញក្នុងវីដេអូស្រាប់បងប្អូនហ្នឹងហើយឥឡូវខ្ញុំដាក់ទឹកស៊ីអ៊ីវហើយអាគ្រឿងបន្ទាប់បន្សំទៅថាបំបត្តិក្លិនវាខ្ញុំដាក់រួចហើយដាក់ទឹកស៊ីអ៊ីវចូលដើម្បីឲ្យត្រីនឹងវាចូលជាតិបានល្អបងប្អូនយើងប្រឡាក់វាឡំហ្នឹងបងប្អូនបាទហើយតែពីប្រឡាក់ឲ្យខ្ញុំក៏ទុកវាប្រហែលជា5នាទីបងប្អូន5នាទីហើយមកខ្ញុំមករោយខ្ទឹមមករោយគ្រឿងខ្ញីមានខ្ញីមានលក្ខខ្ទឹមមានខ្ទឹមសហើយនឹងម្ទេសហឹរយើងហ្នឹងបងប្អូននេះដូចឃើញក្នុងវីដេអូស្រាប់បងប្អូនហ្នឹងហើយយើងរោយតាមហ្នឹងមកហើយបើសិនជាបងប្អូនត្រូវការបន្លែអីផ្សេងក្រៅពីបន្លែដូចវីដេអូរបស់ខ្ញុំបងប្អូនអាចដាក់បានឧទាហរណ៍ថាមានការ៉ុតមានអីមានខ្ទឹមបារាំងមានអីទៀតចឹងបងប្អូនដើម្បីឲ្យបន្លែយើងបានច្រើនតែគាត់ថានេះខ្ញុំចូលចិត្តតែប៉ុណ្្នឹងបងប្អូនហ្នឹងហើយបងប្អូនឥឡូវនេះខ្ញុំដាក់ខ្ទះបានក្តៅហើយខ្ញុំចាក់ខ្លាញ់ឲ្យមកខ្ញុំយកត្រីដែលនៅក្នុងចានដែកមិញហ្នឹងបងប្អូនយកមកដាក់វាតាមការអប់ហ្នឹងបងប្អូនបើសិនបងប្អូនធ្វើជាលក្ខណៈចំហុយនឹងទឹកក៏បានដែរក៏ប៉ុន្តែវារៀងយូរជាងដាក់ខ្លាញ់អញ្ចឹងបងប្អូនដាក់ខ្លាញ់អញ្ចឹងវាលឿនទី1ប្រហែលជា10នាទីឆ្អិនបានញ៉ាំបងប្អូនសម្រាប់យើងញ៉ាំលក្ខណៈគ្រួសារនៅផ្ទះហ្នឹងបងប្អូនហ្នឹងហើយបងប្អូនតែមកទៀតយើងដាក់វាក្តៅអញ្ចឹងមកហើយយើងមានក្របឆ្នាំងយើងដាក់ក្របតែលើចានដែកដែលយើងដាក់អប់ត្រីបានហ្នឹងបងប្អូនហ្នឹងហើយបងប្អូនប្រហែលជា10នាទីខ្ញុំលើកមកហ្នឹងហើយបងប្អូនមើលសាច់ត្រីហើយមើលការចំអិនរបស់ខ្ញុំវាងាយបងប្អូនតែសង្ឃឹមថាបងប្អូនអាចចេះហើយបើសិនបងប្អូនចង់តាមដាននៅវីដេអូរបស់ខ្ញុំបន្តទៀតសូមបងប្អូនជួយចុច Subscribe ចុច Like សូម Like ម្នាក់មួយផងបងប្អូនហើយវីដេអូបងប្អូនហ្នឹងគឺអត់មានអីច្រើនទេបងប្អូនមានតែប៉ុណ្្នឹងអរគុណច្រើនបាយបាយ